ថ្លៃទៀតហើយនៅអាមេរិកចៅពីរនាក់យកសត្វពស់ធ្វើជាអាវុធទៅប្លន់ប្រេងកញ្ឆាក្នុងផ្សារទំនើបថ្មីនេះនៅសហរដ្ឋអាមេរិកមានករណីក្រុមចៅមួយក្រុមដែលបានធ្វើសកម្មភាពប្លន់នៅក្នុងផ្សារទំនើបដែលយកសត្វពស់ធ្វើជាអាវុធដើម្បីគំរាមតាមព័ត៌មានបានឲ្យដឹងថាករណីមួយនេះបានកើតឡើងកាលពីថ្ងៃទី4 ខែមីនាឆ្នាំ2025កន្លងទៅនៅក្នុងផ្សារទំនើបមួយកន្លែងនៃរដ្ឋ Tennessee សហរដ្ឋអាមេរិកបុគ្គលិកក្នុងនោះបានរៀបរាប់ឲ្យដឹងថាដំបូងឡើយគេឃើញមានឡានមួយគ្រឿងមកចតនៅមុខទ្វារចូលហើយក៏មានបុរសម្នាក់ដើរកាន់សត្វពស់មួយក្បាលចូលមករួចក៏មានបុរសម្នាក់ទៀតកាន់សត្វពស់មួយក្បាលទៀតដើរចូលមកតាមក្រោយពួកគេបានយកសត្វពស់មកដាក់លើកន្លែងគិតលុយហើយក៏ស្រវាយកប្រេងកញ្ឆារួចក៏នាំគ្នាឡើងឡានគេចទៅបាត់ទៅយ៉ាងណាមិញប្រេងកញ្ឆាដែលក្រុមចៅនោះបានយកទៅមានតម្លៃប្រមាណជា$400ហើយពេលនេះខាងប៉ូលីសអាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមចៅនោះយកមកដាក់ទោសទៅតាមផ្លូវច្បាប់